ជាដំបូងសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូជាទីគោរពនិងសួស្តីមិត្តភ័ក្តិទាំងគ្នាថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តដែលបានមកបង្ហាញអំពីអត្ថន័យនៃរូបគំនូរទាំងនេះរបស់ក្រុមយើងខ្ញុំដែលគំនូរទាំងនេះត្រូវបានដឹកនាំគូដោយលោកគ្រូសាន់សមុទ្រដែលលោកគ្រូគឺជាគ្រូទេសនៃមជ្ឈមណ្ឌលវិទ្យាល័យខេត្តព្រៃវែងវិជាគំនូរហើយក្រុមយើងខ្ញុំគឺមានសមាជិកដូចជាខ្ញុំបាទឈ្មោះគិតសញ្ញាខ្ញុំឈ្មោះមុនសលីនខ្ញុំឈ្មោះសឿនស្រីពេទ្យបាទអញ្ចឹងចំពោះរូបគំនូរមួយផ្ទាំងនេះគឺមានចំណងជើងថាធម្មជាតិគឺជាដង្ហើមនៃជីវិតដែលរូបគំនូរមួយនេះគឺស្ថិតតាមប្រធានបទគំនូរបែបមហាសមាអញ្ចឹងចំពោះអត្ថន័យនៃរូបគំនូរមួយនេះគឺមានន័យថាដោយដែលអ្នកនរគ្នាឃើញហើយគឺរូបមួយនេះគឺរូបរាងដូចជាសួររបស់មនុស្សយើងអញ្ចឹងខ្ញុំបានជ្រើសរើសរូបរាងសួររបស់មនុស្សយកមកគូបញ្ចូលជាមួយនឹងធម្មជាតិឬក៏យើងហៅថាប្រព័ន្ធអេកូឡូស៊ីឬក៏បរិស្ថាននៅលើភពផែនដីយើងដែលដំបូងគេគឺវាមានពីរផ្នែកដូចដែលសួរយើងទាំងពីរហ្នឹងគឺមានសួរខាងស្ដាំជាមួយនឹងផ្នែកខាងឆ្វេងចំពោះផ្នែកខាងស្ដាំគឺយើងឃើញថាមានទេសភាពដ៏ស្រស់ត្រកាលមានដូចជា pressure យ៉ាងត្រឹមបំប្រងមានទឹកធ្លាក់ក៏ដូចជាមានមេអំបាយយ៉ាងស្រស់ស្អាតដែលគួរជាទីគយគន់ផងដែរចំពោះឬ pressure ដែលមានពណ៌បៃតងខៀវស្រងាត់នេះគឺបង្ហាញអំពីភាពស្រស់បំព្រងហើយយើងនឹងថា pressure គឺវាមានតួនាទីនៅក្នុងការផលិតអុកស៊ីសែនដែលអុកស៊ីសែននេះគឺជាឧស្ម័នចាំបាច់សម្រាប់ដង្ហើមរបស់សម្រាប់ទ្រទ្រង់ភាវៈរស់នៅលើភពផែនដីយើងនេះហើយចំពោះយើងឃើញថាមានមេអំបាយយ៉ាងច្រើនដ៏ស្រស់ស្អាតនេះគឺបង្ហាញអំពីសត្វទាំងអស់ហ្នឹងគឺរស់នៅជាមួយនឹងគ្នាបានដោយសន្តិភាពដែលមិនមានការបៀតបៀនពីកត្តាផ្សេងៗគឺកត្តារំខានផ្សេងៗហើយមួយវិញទៀតបើយើងមើលឲ្យលម្អិតគឺយើងឃើញថាមានទឹកធ្លាក់ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតបន្ថែមទៀតគឺបង្ហាញអំពីប្រភពទឹកជាមួយនឹងខ្យល់បរិយាកាសដែលបរិសុទ្ធដែលមិនមានការរងការបំពុលនៅឡើយទេដោយឡែកចំពោះផ្នែកម្ខាងទៀតឬក៏យើងហៅថាសួរខាងស្ដាំហ្នឹងគឺយើងមើលឃើញថាមានព្រៃឈើដែលមានពោពេញទៅដោយភ្លើងឆេះគឺបង្ហាញអំពីវិនាសកម្មនៃការបាត់បង់ព្រៃឈើហើយចំពោះការបាត់បង់ព្រៃឈើនេះគឺបណ្ដាលមកពីការដុតព្រៃឬក៏ការកាប់ព្រៃឈើដើម្បីធ្វើកសិកម្មឬក៏វាទាយកដីធ្វើលំនៅឋានជាដើមដែលបណ្ដាលឲ្យមានភ្លើងឆេះព្រៃហ្នឹងគឺធ្វើឲ្យរងផលការប៉ះពាល់ដូចជាទីមួយគឺធ្វើឲ្យផែនដីឡើងកម្ដៅហើយមួយទៀតគឺធ្វើឲ្យមានផ្សែងពុលជាច្រើនចូលទៅក្នុងបរិយាកាសដែលធ្វើឲ្យបរិយាកាសរបស់ភពផែនដីហ្នឹងគឺអត់បរិសុទ្ធទេហើយម្យ៉ាងទៀតគឺបណ្ដាលឲ្យផ្លូវដង្ហើមរបស់យើងហ្នឹងគឺរងការខូចខាតនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរអញ្ចឹងសរុបមកវិញបើសិនជាយើងមិនស្រឡាញ់បរិស្ថានមិនការពារព្រៃឈើមិនដាំព្រៃឈើបានច្រើនទេនោះយើងនឹងបាត់បង់នៅភាគងារនៃការផលិតអុកស៊ីសែនដែលវាជាផលលំបាកមួយហើយប៉ះពាល់ដល់ជីវិតរបស់យើងផងដែរអញ្ចឹងខ្ញុំចង់ដល់ជាសារចុងក្រោយដល់អ្នកនរគ្នាឲ្យចូលរួមនៅក្នុងការដាំដើមឈើបានច្រើននិងស្រឡាញ់បរិស្ថានដើម្បីកុំឲ្យបាត់បង់ឬក៏ប៉ះពាល់ដល់អាយុជីវិតរបស់យើងឬក៏ហៅថាប៉ះពាល់ដល់ផ្លូវដង្ហើមរបស់យើងក្នុងផងដែរអញ្ចឹងជាចុងក្រោយបាត់បង្ហាញរបស់យើងខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក្រុមយើងខ្ញុំក៏សូមមតិការទាំងអស់ពីលោកគ្រូដឹកនាំផងដែរសូមអរគុណខ្ញុំសូមជូនជាយោបល់បន្តិចនៅត្រង់ចំណុចប្លង់កាលណាបងអូនចាប់គូយើងត្រូវទុកចាហៅថាប្រឡោះទំនេរឲ្យតូចជាងរូបភាពយើងមើលទៅរូបយើងគឺបានតែមួយភាគទេតែប្លង់ដែលទំនេរឡើងដល់4ភាគអញ្ចឹងវាធ្វើឲ្យយើងលេបរូបបាទរូបហ្នឹងមានអត្ថន័យសំខាន់ផងអញ្ចឹងកាលណាមានអត្ថន័យសំខាន់ហើយគឺយើងត្រូវតែពង្រីករូបមកឲ្យធំដើម្បីគេកលេចមកចាប់អារម្មណ៍ភ្លាមបាទកាលនេះគ្រាន់ថាវាទំហំនៃចាយថាចន្លោះទំនេរវាលេបរូបពេកបាទអញ្ចឹងលើកក្រោយយើងអាចធ្វើម៉េចបរិយារូបហ្នឹងឲ្យយើងធំបន្តិចបាទអរគុណ